ការបញ្ចេញព័ត៌មានមួយបានដឹងថាប្រធានាធិបតីរុស្ស៊ី Vladimir Putin កំពុងតែរៀបចំគម្រោងជះទឹកលុយ12 trillion ដុល្លារសហរដ្ឋអាមេរិកទិញលោក Donald Trump ធ្វើយ៉ាងណាឲ្យលោក Donald Trump គៀបសង្កត់អ៊ុយក្រែនព្រមចុះចាញ់សង្គ្រាមរបស់រុស្ស៊ីហើយទ្រព្យសម្បត្តិទាំងអស់របស់រុស្ស៊ីនៅក្នុងតំបន់អាតិចនៃសមុទ្រអាតិចនឹងក្លាយទៅជាទីតាំងជំនួញសម្រាប់សហរដ្ឋអាមេរិករុករកសារធាតុរ៉ែនិងឧស្ម័នអ្នកសិទ្ធិវិទូនិងអ្នកស្រាវជ្រាវដឹងថាលោកពូទីនកំពុងតែសិក្សាគម្រោងនៃការជះទឹកលុយមហាសាលនេះទៅលោកដូណាល់ត្រាំតាំងពីខែសីហាឆ្នាំ2025មកនោះនៅពេលដែលមានជំនួបមួយកើតឡើងរវាងលោកដូណាល់ត្រាំនិងលោកពូទីននៅរដ្ឋអាឡាស្កាសហរដ្ឋអាមេរិកខាងក្រោមនេះគឺជាសេចក្តីប្រែសម្រួលបន្ថែមទៀតដោយក្រុម 7 Info ដែលមានដូចតទៅនេះលោកពូទីនកំពុងទិញលោកដូណាល់ត្រាំក្នុងតម្លៃ12 trillion ដុល្លារបើយោងទៅតាមសេចវិទូបានដឹងថាសំណើតម្លៃ12 trillion ដុល្លារស្ដីអំពីភាពជាដៃគូគឺកំពុងតែយកមកចរចាដើម្បីបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនតាមរយៈទស្សនាបតី Dagen បានឲ្យដឹងថាវិមានក្រុមឡើងបានកំពុងស្នើក្នុងការវិនិយោគដ៏ធំបំផុតមួយរបស់រុស្ស៊ីទៅកាន់បុគ្គលជាច្រើនដែលស្ថិតនៅក្នុងរង្វង់របស់លោក Donald Trump គម្រោងដែលត្រូវបានពិភាក្សានោះគឺរួមបញ្ចូលការជីកយករ៉ែនិងប្រេងនៅអាតិចក៏ដូចជាការជីកយករ៉ែកម្រនិងបង្កើតនៅមជ្ឈមណ្ឌលនៅក្នុងការដំណើរការទិន្នន័យថាមពលដ៏នុយក្លេអ៊ែរនិងការកសាងនៅផ្លូវក្រោមដីនៃច្រកសមុទ្រ Berin មុននឹងកិច្ចប្រជុំរបស់លោក Vladimir Putin និងលោក Donald Trump ដែលបានប្រព្រឹត្តទៅនៅក្នុងខែសីហាកន្លងទៅមានការឲ្យដឹងថាមានការរៀបចំការពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ីដែលដាក់ចេញនៅអ្វីដែលហៅថាដំណោះស្រាយធំមហិមានៃចំណងទាក់ទងសេដ្ឋកិច្ចទ្វេភាគីឯកសារនោះបានរៀបរាប់ថារុស្ស៊ីគឺជាអ្នកដែលមានទ្រព្យសម្បត្តិមហាសាលនៅអាតិចនិងធនធានភាគខាងជើងដែលអាចចូលទៅដល់ហើយអះអាងថាគ្រប់គ្នានឹងបាននៅលុយជាច្រើនដែលប្រធានាធិបតីពូទីននិងលោកដែលអាចនឹងទទួលបាននៅពានរង្វាន់នយោបាយសន្តិភាពបានទៀតផងប្រធានាធិបតីអ៊ុយក្រែនឯនោះវិញ Volodymyr Zelensky បានឲ្យដឹងថាការស្រាវជ្រាវរបស់ចារកម្មបានឲ្យដឹងថាលោកពូទីនកំពុងតែយកកញ្ចប់ថវិកា12 trillion ដុល្លារជាការដោះដូរនៃការដកទណ្ឌកម្មពិតប្រាកដមែនសេតវិទូបាននិយាយថាឥឡូវនេះគេបានមើលឃើញអំពីការចាក់ឫសនៃដំណើរការមួយទៀតនៅក្នុងការចរចាហើយបើសិនជាពាណិជ្ជកម្មបានត្រឡប់មកវិញមុនឆ្នាំ2022គឺក្រុមហ៊ុនសហរដ្ឋអាមេរិកអាចធានាបាននៅចំណូលសាជីវកម្មបរទេសនៅក្នុងទឹកដីរុស្ស៊ីហើយចំណូលអាចនឹងទទួលបាន340លានដុល្លារការចេញផ្សាយនោះបានរៀបរាប់យ៉ាងដូចនេះទៀតផងហើយចំណូលដែលអាចនឹងបន្តបានក្នុងរយៈពេលជាច្រើនទសវត្សរ៍គឺអាចនឹងឈានដល់ទៅ12 trillion ដុល្លារជាតួលេខដែលមានក្រុមឡើងរចនាឡើងដើម្បីធ្វើការលួងលោមទៅកាន់លោក Donald Trump របាយការណ៍បានដឹងទៀតថាប្រិយពិសេសរបស់លោក Donald Trump សម្រាប់អ៊ុយក្រែន Steve Witkoff ហើយនិងកូនប្រសារ Jared Kushner បានជាប់ពាក់ព័ន្ធនៅក្នុងការតាក់ទងជាមួយនឹងក្រុង Moscow ដែលរួមមានការជួបនឹងលោក Putin គ្រា Dmitriev ដែលជាប្រធានមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់រុស្ស៊ីតែម្ដងទៀតការចរចា3ជុំរវាងរុស្ស៊ីសហរដ្ឋអាមេរិកហើយនិងអ៊ុយក្រែនបានកើតមានឡើងក្នុងរយៈពេលប្រមាណខែមកនេះមុនពេលដែលក្របខ័ណ្ឌសន្តិភាពគាំទ្រដោយសហរដ្ឋអាមេរិកបានទម្លាយនៅក្នុងខែវិច្ឆិកាលោក Zelensky បានឲ្យដឹងថានៅ Washington គឺមានការជំរុញឲ្យមាននៅដំណោះស្រាយយ៉ាងយូរបំផុតត្រឹមខែមិថុនាមុននឹងការបោះឆ្នោតពាក់កណ្ដាលកើតមានឡើងដែលពួកគេចង់ឲ្យមាននៅពេលវេលាមួយដ៏ជាក់លាក់នៅក្នុងជំហរនៃការចរចាក្តីក៏ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនបានលើកឡើងថាលោកពិតជាត្រូវការពីសហរដ្ឋអាមេរិកនៅជំនួយផ្នែកយោធាបន្ថែមទៀតដើម្បីបង្ខំឲ្យលោក Vladimir Putin បញ្ចប់សង្គ្រាមលោក Zelensky បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយនឹង Frank 2 Television របស់ក្រុងគីវថាលោក Putin គឺខ្លាចតែលោក Donald Trump ពិតប្រាកដមែនហើយប្រធានាធិបតី Trump ដឹងថាវាគឺជាផ្លូវមួយនៅក្នុងការដាក់សម្ពាធគឺតាមតែរយៈសេដ្ឋកិច្ចទណ្ឌកម្មអាវុធមួយដែលអាចឲ្យរុកលោកផ្ទេរទៅកាន់ពួកគេបានបើសិនជាលោកមិនតាក់ទងដោយផ្ទាល់ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកបើសិនជាពួកយើងមិនអាចតាក់ទងដោយផ្ទាល់ជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកលោក Zelensky និយាយទៀតថាលោក Donald Trump បានស្វែងរកការបញ្ចប់សង្គ្រាមតាមរយៈការសម្របសម្រួលខណៈលោក Putin បានព្យាយាមនៅក្នុងការបង្ខំអ៊ុយក្រែនឲ្យបោះបង់នៅតំបន់ដុនបាសភាគខាងកើតដែលរុស្ស៊ីបានកំពុងវាយលុកយ៉ាងខ្លាំងក្លាហើយប្រាជ័យនៅក្នុងការចាប់យកគិតចាប់តាំងតែពី4ឆ្នាំនៃការឈ្លានពានមកនេះអ៊ុយក្រែនបានគាំទ្រសំណើរបស់លោក Donald Trump ដែលនិយាយថាប៉ុន្តែវាមាននៅក្នុងការពាក់ព័ន្ធនឹងសំណួរអំពីអធិបតេយ្យលោកបានបន្តថាយើងអ៊ុយក្រែនបានដឹងយ៉ាងច្បាស់អំពីគីឡូទាំងអស់
នៃកងទ័ពរបស់រុស្ស៊ីនៅក្នុងការមកទន្ទ្រាននៅភាគខាងកើតនៃប្រទេសដែលពួកគេបង់តម្លៃអស់ហើយទាហានដល់ទៅ8សែននាក់ហើយរយៈពេល2ឆ្នាំមួយនេះពួកគេបោះចលនាយឺតខ្លាំងណាស់ដែលសម្រាប់គំនិតរបស់លោកវាមិនយូរតទៅទៀតនោះទេតាមរយៈប្រធានាធិបតីអ៊ុយក្រែនលោកក៏បានឲ្យដឹងថាសម្រាប់កងទ័ពរបស់អ៊ុយក្រែននៅក្នុងពេលនេះមាន 55,000 នាក់បានបាត់បង់ជីវិតតែក៏បញ្ជាក់ផងដែរថាមានតួលេខនៃការបាត់ខ្លួនច្រើនអនេកផងដែរប្រិយសិទ្ធិពិសេសរបស់អ៊ុយក្រែននៅក្នុងពេលនេះកំពុងស្ថិតនៅក្នុងទីក្រុងអាប៊ូដាប៊ីនៃអារ៉ាប់រួមចូលរួមចំណែកមួយនៃការចរចារួមជាមួយនឹងរុស្ស៊ីជាអត្តភាពនៅក្នុងការបញ្ចប់ហើយពួកគេក៏រំពឹងថានឹងជួបគ្នានៅឯប្រទេសស្វីសផងដែរនៅក្នុងរយៈពេល4ឆ្នាំនៅពេលដែលលោកโจ Biden កាន់អំណាចលោកធ្លាប់បានប្រមានបើសិនជាលោក Donald Trump ខ្លាយទៅជាប្រធានាធិបតីម្ដងទៀតនោះនឹងមានការគំរាមកំហែងដល់អង្គការអន្តរជាតិខាងជើងហើយក្នុងកំឡុងពេលដែលលោកនិយាយនៅក្នុងវេទិកាសេដ្ឋកិច្ច2026នៅ Davos នៅក្នុងប្រទេសស្វីសនៅក្នុងខែមករាប្រធានាធិបតីនាយករដ្ឋមន្ត្រីរបស់កាណាដា Mark Carney ក៏បានបញ្ជាក់ថានៅក្នុងពេលនេះមានទំនាក់ទំនងដ៏មិនល្អមួយរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជាយូរណាស់មកហើយគឺ NATO ប្រធានាធិបតីរបស់រុស្ស៊ី Vladimir Putin វិញរិះគន់ NATO ជាខ្លាំងរិះគន់សម្ព័ន្ធភាពទាំងអឺរ៉ុបនិងអាមេរិកខាងជើងនាពេលបច្ចុប្បន្នដោយ Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រំឡាំងបានប្រាប់ Politico ថាទំនាក់ទំនងសហរដ្ឋអាមេរិករុស្ស៊ីនៅក្នុងពេលនេះបានឈានដល់ចំណុចទាបបំផុតនៃប្រវត្តិសាស្ត្រក៏ប៉ុន្តែក្រោមរដ្ឋការរបស់លោក Biden ប៉ុណ្ណោះអ្នកសិក្សាជាន់ខ្ពស់ Thomas Graham បានសរសេរអត្ថបទមួយនៅ Atlantic ឲ្យដឹងថាលោក Putin អាចបានទទួលអ្វីដែលពួកលោកចង់បានហើយគឺជ័យជំនះហើយលោក Donald Trump ឈ្នះឆ្នោតឆ្នាំ2024តាមពីក្រោយការធ្វើឲ្យខ្សោយនៃទំនាក់ទំនងសហរដ្ឋអាមេរិកនិងអឺរ៉ុបនៅក្នុងឆ្នាំ2025និង2026ក៏ប៉ុន្តែវាគូបញ្ជាក់អំពីការផ្លាស់ប្ដូរនៅភាពទន់ខ្សោយរបស់លោក Putin ផងដែរលោកបានមានប្រសាសន៍ថាអរិយៈពេលជាច្រើនទសវត្សរ៍ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រឆាំងជាមួយនឹងពិភពលោកដែលសហរដ្ឋអាមេរិកបង្កើតឡើងក្រោយសង្គ្រាមត្រយែកហើយនៅក្នុងពេលនេះសន្តិភាពអន្តរជាតិគឺវាគ្រប់គ្រងដោយអំណាចមួយដែលអាចនៅក្នុងការចងជាឧបសគ្គដោយរុស្ស៊ីនិងការផលិតនៅចំនួនដែលមិនចាំបាច់រួមជាមួយនឹងអំណាចដែលត្រូវបានបំរើឡើងឥឡូវនេះរូបលោកយកឃើញថាលោក Donald Trump កំពុងធ្វើឲ្យខូចនៃសន្តិភាពហើយបង្កើតនៅពិភពលោកថ្មីដោយមានលោក Putin កាន់កាប់នៅប៉ូលមួយលោកមានប្រសាសន៍ថានៅក្នុងពេលនេះលោក Putin បានឡើងដល់ចំណុចកំពូលនៃប្រព័ន្ធមួយជាមួយនឹងយោធានិងសេដ្ឋកិច្ចសុទ្ធរបស់ប្រទេសឆ្លងកាត់ទោះជាមាននៅការដាក់សម្ពាធការទូតនិងសម្ព័ន្ធភាពក៏ដោយក្តីប៉ុន្តែលោកត្រូវបានបង្កើតកំហុសមួយគឺសន្តិភាពក៏ដូចជាបទកថានៃសន្តិភាពក្រោយសង្គ្រាមគឺវាពាក់មុខដោយភាពងាយរងគ្រោះGraham បាននិយាយថាចាំបានទេថាឆ្នាំ2000គត់លោក Putin បានធ្លាប់ពន្យល់ថាអ្វីដែលធ្វើឲ្យរុស្ស៊ីអាចធ្លាក់តំណែងក្នុងតារាងអំណាចពិភពលោកគឺដោយសារតែការដែលមានសហរដ្ឋអាមេរិកត្រង់នេះលោកថាលោក Putin បានដឹងរឿងនេះច្បាស់ជាងគេពេលលោក Putin ក្លាយទៅជាអ្នកកាន់កាប់សេតាវិមានឆ្នាំ2025លោកប្រកាសថាសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនលោកនឹងអាចបញ្ចប់បានយ៉ាងលឿនបំផុតប៉ុន្តែឥឡូវភាគីទាំងពីរនៅតែនិយាយមិនត្រូវគ្នាធ្វើឲ្យមានការយល់ឃើញថាលោក Putin គ្រាន់តែជាបុគ្គលទិញពេលវេលាដើម្បីបន្តនៅក្នុងការប្រយុទ្ធដោយមានលោក Donald Trump ជាមនុស្សដែលអាចនៅក្នុងការផ្លុំត្រចៀកបាន E-School Cambodia ផ្ដល់នូវចំណេះជំនាញចំណូល